ចឹងមកដល់ពេលនេះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមេប្រាប់គឺមានពីររូបដែលទី1ខ្ញុំកំពុងឈរនៅទីនេះទី2សម្ដេចហេងបិទនឹងថ្ងៃនេះយើងនឹងមាននាយឧត្តមសេនីយ៍ផុតលេខផ្កាយមេ5ចំនួន2រូបទៀតគឺសម្ដេចវិជ័យសេនាធាបាញ់និងសម្ដេចម៉ែនសំអល់ខ្ញុំពិតជាមានមោទនភាពរីករាយដោយអិសរាជជនទាំងពីរទទួលបានពីព្រះមហាក្សត្រនៅការប្រទានរាជទាននៅតរន្តរសាសនេះដែលជាការឆ្លើយតបជាមួយគុណបំណាច់ដែលបានធ្វើកិច្ចការបម្រើជាតិបើនិយាយអំពីរាជានិយមមកដល់ពេលនេះសម្ដេចទាំងពីរក៏ជាអ្នករួមចំណែកទៅលើបញ្ហាការបង្កើតរាជានិយមឡើងវិញទាំងដំណាក់កាលនៃការចាប់ផ្ដើមការចរចាទាំងការធ្វើរដ្ឋធម្មនុញ្ញទាំងការការពារព្រះមហាក្សត្ររហូតដល់ពេលនេះបាវចនាជាតិសាសនាព្រះមហាក្សត្រត្រូវបានធ្វើទាំងអស់ត្រូវបានធ្វើដូច្នេះវាស័ក្តិសមហើយខ្ញុំសូមថ្លែងនៅការកោតសរសើរអរគុណចំពោះអិសរាជជនទាំងពីរដែលបានជួយខ្ញុំរួមដំណើរជាមួយខ្ញុំរួមដំណើរជាមួយអិសរាជជនដទៃទៀតរបស់គណៈបព្វជិជនក៏ដូចជារាជរដ្ឋាភិបាលក្នុងរយៈពេលដ៏យូរ